នេះជាពិធីឡើងមាសឬឡើងអ្នកតារបស់បងប្អូនខ្មែរនៅតំបន់ប្រាសាទបារទ្វារពិធីនេះគេធ្វើឡើង2ដងក្នុងមួយឆ្នាំនៅរៀងរាល់ថ្ងៃ3កើតខែមាសនិង3កើតខែពិសាហើយគេប្រារព្ធពិធីនេះនៅទីតាំង3សំខាន់ធំៗគឺប្រាសាទបារទ្វារទួលយាប៉ោនិងទួលតាមឿងដល់វេលាម៉ោង2យើងនឹងឃើញមានបងប្អូនយាតានិងក្រុមភ្លេងមកចាប់ផ្ដើមរៀបចំគ្រឿងរំដាប់ដើម្បីធ្វើពិធីមុនគេនៅទីតាំងបារទ្វារពិធីត្រូវបានចាប់ផ្ដើមឡើងដោយការលេងភ្លេងកំដរជាមួយនឹងការសែនព្រេនបួងសួងដើម្បីឲ្យវិញ្ញាណចុះសន្ធិដ្ឋក្នុងនោះដែរវិញ្ញាណទី1នោះគឺជានាគរាជទី2លោកតាមហារាជទី3លោកតាមហាចម្ពូនិងទី4នោះគឺលោកយាយខ្មៅហើយគេបន្តដំណើរទៅទីតាំងទី2នោះគឺទួលយាប៉ោដើម្បីឲ្យវិញ្ញាណលោកយាយប៉ោចុះសន្ធិដ្ឋបញ្ចប់នៅទីតាំងទី3គឺទួលតាមឿងដើម្បីឲ្យលោកតាមឿងចុះសន្ធិដ្ឋពីមួយកន្លែងទៅមួយកន្លែងនិងពីមួយវិញ្ញាណទៅមួយវិញ្ញាណយើងតែឃើញមានការបួងសួងសំពោជ័យពីអ្នកស្រុកអ្នកភូមិនៅទីនោះការសំណេះសំណាលនិងតាមផ្ញើផ្សេងៗទៅតាមវិញ្ញាណនីមួយៗផ្សេងៗគ្នាហើយនេះគឺជាទស្សនវិជ្ជានៅពេលដែលវិញ្ញាណនីមួយៗចេញពីរូបគ្រប់ទីតាំងពេលចប់ពិធីគេនឹងយកសំណែនមួយចំនួនទៅចាក់នៅទិសខាងលិចនៃទីតាំងប្រារព្ធពិធីហើយពិធីយើងឆ្លៃតែប៉ុណ្ណេះអស់ហើយបាយបាយ